ស្របពេលដែលលោកលើកឡើងអំពីគោលជំហររបស់សហរដ្ឋអាមេរិកថាមិនឲ្យអ៊ីរ៉ង់មានលទ្ធភាពក្នុងការបង្កើតឬក៏ផលិតអាវុធនុយក្លេអ៊ែរប៉ុន្តែបើយើងក៏លេខមើលទៅវិញថាកូរ៉េខាងជើងគឺនៅតែអាចផលិតនៅអាវុធបល្ល័យលោកនេះបានបើទោះបីជាកន្លងមកគឺមានការដាក់ទណ្ឌកម្មក៏ដូចជាមានការពមៀនពីអង្គការសហប្រជាជាតិក្តីថាតើចំណុចនេះគឺមានភាពខុសគ្នាយ៉ាងដូចម្តេចវិញបាទអរគុណធីតានេះជាសំណួរ sensitive ឬក៏សំណួររសើបចា៎ហើយសំណួរនេះគឺពិបាកឆ្លើយហើយខ្ញុំក៏មិនឆ្លើយដែរក៏ប៉ុន្តែខ្ញុំសូមលើកជាគំនិតក្នុងការពិចារណាបាទយើងមើលភូមិសាស្ត្រកូរ៉េខាងជើងគឺនៅជាប់ប្រទេសចិនជាប់នឹងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធអញ្ចឹងបើសិនជាសហរដ្ឋអាមេរិកលើកទ័ពបាទទៅធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងច្បាស់ណាស់ប្រទេសចិននិងរុស្ស៊ីនឹងធ្វើអន្តរាគមន៍អញ្ចឹងវាអាចនឹងកើតសង្គ្រាមធំអាចបង្កើតសង្គ្រាមលោកឬក៏អាចបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូលហើយយើងដឹងហើយកូរ៉េខាងជើងគឺមានកងទ័ពច្រើនដែរបើអញ្ចឹងសហរដ្ឋអាមេរិកមិនបថុយប្រឋានទេហើយមួយយ៉ាងវិញសំណួរសួរថាតើបើសិនជាសហរដ្ឋអាមេរិកលើកទ័ពទៅធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងតើបានផលប្រយោជន៍អីបានមកវិញកូរ៉េខាងជើងមានធនធានរ៉ែដូចជាប្រេងឧស្ម័នច្រើនដូចនៅតំបន់មជ្ឈមបូព៌ាដែរទេទទួលផលប្រយោជន៍ហើយមួយយ៉ាងវិញទៀតសួរថាតើកូរ៉េខាងត្បូងនិងជប៉ុនសុខចិត្តបើកាលណាមានសង្គ្រាមប្រទេសទាំងអស់ហ្នឹងក៏ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចគ្នាដែរបាទអញ្ចឹងវាជាហានិភ័យសម្រាប់ប្រទេសជប៉ុនក៏ដូចជាកូរ៉េខាងត្បូងដែរចំណុចទី3អាចថាជាយុទ្ធសាស្ត្ររុញទូកបដោយទឹកដែរបើសិនជាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរក៏ជាឱកាសមួយសម្រាប់អាមេរិកក្នុងការពង្រឹងមូលដ្ឋានទ័ពរបស់ខ្លួនកាន់តែរឹងមាំនៅប្រទេសជប៉ុននិងកូរ៉េខាងត្បូងដែរបាទនេះគឺជាឱកាសសំខាន់ជាក់ស្ដែងដូចជានៅក្នុងឆ្នាំ2014ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាកាលនោះគឺកូរ៉េខាងជើងបានធ្វើតេស្តនៅមីស៊ីលអាវុធក៏ដូចជានុយក្លេអ៊ែរច្រើនសហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធការពារថាសបាទទៅកាន់កូរ៉េខាងត្បូងក៏ប៉ុន្តែឥឡូវដូចជាបញ្ជូនមកមជ្ឈមបូព៌ាវិញហើយដែលកាលនោះធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងសេអ៊ូលគឺមុខគ្នាអត់ចំទេគឺចិនគាត់អត់សប្បាយចិត្តចិនប្រតិកម្មខ្លាំងណាស់ព្រោះថាយកប្រព័ន្ធហ្នឹងមកដាក់គឺថានៅមុខផ្ទះគាត់បាទអញ្ចឹងគឺគាត់បារម្ភពីបញ្ហាសន្តិសុខសម្រាប់ប្រទេសគាត់នេះគឺជាចំណុចសំខាន់រហូតដល់ប្រជាជនចិនមួយចំនួនធ្វើពហិការទៅលើតំណែងកូរ៉េខាងត្បូងបាទហើយធ្វើឲ្យកាលនោះក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនបានរើរោងចក្រចេញពីចិនទៀតមកដាក់នៅវៀតណាមវិញជាពិសេសគឺក្រុមហ៊ុន Samsung នេះគឺជាបញ្ហាដ៏សំខាន់ហើយចំណុចមួយទៀតក៏ជាឱកាសដែរអានេះយើងនិយាយជាការលើកមកពិចារណានេះមិនមែនជាចម្លើយច្បាស់លាស់ណាមួយទេបាទគឺឥឡូវយើងដឹងហើយនៅពេលដែលកូរ៉េខាងជើងធ្វើតេស្តកាន់តែខ្លាំងសពាវុធអាមេរិកលក់ទៅឲ្យកូរ៉េខាងត្បូងលក់ឲ្យទៅកាន់ជប៉ុនក៏កាន់តែច្រើនដែរនេះគឺជាចំណុចដែលយើងគ្រាន់តែថាយកមកពិចារណាគិតពិចារណាទេបាទចំណុចមួយទៀតសហរដ្ឋអាមេរិកក៏មើលឃើញថាកូរ៉េខាងជើងក៏ប៉ុន្តែថាអាមេរិកមិនចង់ឲ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរទេក៏ប៉ុន្តែវាក៏មិនមែនគំរាមកំហែងខ្លាំងទៅដល់សន្តិសុខសហរដ្ឋអាមេរិកដូចប្រទេសអ៊ីរ៉ង់ដែរព្រោះថាយើងមើលអ៊ីរ៉ង់គាត់មានមនោគមវិជ្ជាផ្នែកនយោបាយជ្រៅហើយគាត់មានក្រុមHezbollah ក្រុមហ៊ូទីក្រុមហាម៉ាស់ដែលអាមេរិកចាត់ទុកថាជាភារវករអញ្ចឹងសហរដ្ឋអាមេរិកមានការព្រួយបារម្ភក៏ប៉ុន្តែយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកក៏មិនអត់មានការប្រុងប្រយ័ត្នដែរចំពោះប្រទេសកូរ៉េខាងជើងក៏នៅតែតាមឃ្លាំមើលសកម្មភាពនានារបស់កូរ៉េខាងជើងផងដែរបាទ